បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងប្រហារអតិទេពរដូវកាលទី2ភាគទី11របស់យើងជាបន្តទៀតសាច់រឿងគេចេញចប់រដូវកាលទី2ទៀតហើយប៉ុន្តែ admin សុំធ្វើការចេញម្ដងមួយភាគអូខេហ្នឹងហើយកុំភ្លេចជួយចុច like និង subscribe ឲ្យ admin អ្នកមួយផងចូលមកដល់ភាគនេះវាគឺជាការស្រមៃនៅរដូវកាលទី1ឲ្យយើងបានដឹងនៅពេលដែលក្រុមរបស់ Chie គាត់ទៅដោះស្រាយបញ្ហារបស់បិសាចពស់ណាន់ទូកនៅឯវិទ្យាល័យរបស់ Chie ណាពេលនោះមូក៏បានប្រាប់ទៅកាន់ប្រធានក្រុមថាការសមាធិវិទ្យាល័យត្រូវបានបញ្ចប់ហើយការស្វែងរកក៏បានបញ្ចប់គ្រប់ទីកន្លែងប៉ុន្តែក្បាលរបស់បិសាចពស់ណាន់ទូកគឺបានបាត់ទៅហើយដោយពេលនោះគឺជាអានជីងយូនឹងឯងជាអ្នកយកទៅអានជីងយូក៏បានរៀបរាប់ប្រាប់ថាតាមរយៈការកាត់អវយវៈរបស់បិសាចពស់ណាន់ទូកគាត់គឺបានរកឃើញ neuron snow ដែលភ្ជាប់បិសាចពស់ទៅនឹងស្មារតីរួមរបស់វាដោយប្រើប្រាស់ដំណោះស្រាយត្រឹមត្រូវមួយបន្ទាប់ពីការវិភាគនិងការកែលម្អបន្ថែមគាត់បានដាក់ neuron សពនិមិត្តដែលស្រដៀងគ្នានេះនៅក្នុងសត្វកណ្ដុរដោយគ្រប់គ្រងសកម្មភាពរបស់ពួកវាបានដោយជោគជ័យហើយក៏សម្រេចបាននូវការមើលឃើញជារួមតែម្ដងហើយគាត់ក៏ដាក់ឈ្មោះនៅសមត្ថភាពមួយនេះថាពូជត្រីនៅក្នុងរឿងនេះផងដែរអរគុណទៅដល់ភាពរហ័សរហួនពីធម្មជាតិរបស់សត្វកណ្ដុរនិងការលាក់ខ្លួនរបស់វានៅក្នុងទីក្រុងឆាំងណានទាំងមូលមិនយូរប៉ុន្មានសិតក្រោមការមើលឃើញរបស់អានជីងយូទាំងអស់នោះហើយជាមូលហេតុដែលគាត់ក៏បានកត់សម្គាល់ឃើញអំពីសកម្មភាពមនុស្សនៃសាសនាអតីតបុរាណនិងអ្នកដទៃទៀតនៅពេលនោះហើយដែលកណ្ដុរ Snowball របស់អានជីងយូបកលនៅព័ត៌មានមួយចំនួនតាក់ទងទៅនឹងមនុស្សនៃសាសនាអតីតបុរាណកាលពីរដូវកាលទី1ឲ្យទៅកាន់ម៉ូហងយើងក៏ឆ្ងល់ដែរតើអ្នកណាគូទ្វាមិនបានជាលឺនិយាយអីម៉ូប្រាប់ថាបើគាត់ប្រាប់ថាជាកណ្ដុរយកអីវ៉ាន់មកឲ្យជឿអត់ហ្នឹងហើយក៏ជាមូលហេតុដែលឈិនម៉ូយេមានរូបថតទាំងអស់នៃសមាជិកដែលលុកលុយទីក្រុងឆាំងណានកាលពីរដូវកាលទី1ហើយគាត់គិតទៅលើការផ្ដល់ព័ត៌មានរបស់គាត់នឹងជាសំណងសម្រាប់ការលួចក្បាលរបស់បិសាចពស់ណានទូហើយសមរភូមិនៅថ្ងៃចូលឆ្នាំរបស់ជីយេជាមួយនឹងមេទូសាក៏បានធ្វើឲ្យអានជីងយូបានដឹងនៅក្នុងពិភពលោកដែលមិនសាមញ្ញមួយនេះគាត់ក៏ត្រូវការសមត្ថភាពប្រយុទ្ធមួយចំនួនសម្រាប់ភាពងាយស្រួលនៃចលនានិងការការពារផងដែរដូច្នេះហើយគាត់ក៏បានជ្រើសរើសតាមអង្កេតមើលក្រុមការពាររាត្រី136រហូតហើយក៏ខ្ចីសាកសពនៃសភាវៈអាចកំបាំងមួយចំនួនដែលពួកគេចាប់បានដោយមិនជ្រៀតជ្រែកជាមួយនឹងការងាររបស់ពួកគេឡើយបន្តមកអានជីងយូក៏ចាប់ផ្ដើមវិភាគពិសោធន៍និងសាកល្បងនៅអាចកំបាំងក្នុងសភាវៈទាំងអស់នោះជាបន្តបន្ទាប់ទោះយ៉ាងណាក៏ដោយប្រភេទនិងបរិមាណគឺវាមានកំណត់របស់ដែលអាចសម្របខ្លួនជាមួយនឹងគាត់បានឬក៏និយាយឲ្យចំថាវាត្រូវជាមួយនឹងសមត្ថភាពប្រយុទ្ធរបស់គាត់គឺស្ទើរតែស្មើសូន្យរឿងនេះវាបានបន្តទៅប្រហែលជា2ខែរហូតដល់ខ្ញុំក៏បានក្លាយទៅជាគោលដៅថ្មីរបស់ក្រុម136ដោយទទួលបានអត្តសញ្ញាណថ្មីគឺចៅអត់កំបាំងក្នុងពេលដំណើរគ្នានោះក៏សំណាងល្អដែរខ្ញុំក៏ទទួលបានសមត្ថភាពក្នុងការបង្កពីសាកសពរបស់វល្លិបង្កដោយមានអំណាចប្រយុទ្ធពិតប្រាកដជាលើកដំបូងចាប់ពីពេលនោះមកខ្ញុំក៏ចាប់ផ្ដើមដើរដោយសេរីនៅពេលយប់ដោយមានជំនួយពីពូជត្រីដែលជាសមត្ថភាពអាចមើលឃើញពីហ្វូងកណ្ដុរអានជីងយូអាចដោះស្រាយជាមួយនឹងសភាវៈអាចកំបាំងជាញឹកញាប់មុនពេលដែរក្រុម136បានមកដល់ឃាតករដែលខ្ញុំបានចាប់បានកាលពីខែមុនវាក៏ជាសមិទ្ធផលចុងក្រោយរបស់ខ្ញុំដែរនៅពេលដែលការពិសោធន៍គឺវាកាន់តែរួមបញ្ចូលគ្នាខ្ញុំលែងសូវពេញចិត្តជាមួយនឹងការវិភាគនៅសភាវៈអាចកំបាំងកម្រិតទាបបែបនេះទៀតហើយខ្ញុំត្រូវការគោលដៅដែលខ្លាំងជាងនេះនិងតាក់ទាញជាងនេះហើយកន្លះឆ្នាំកន្លងផុតទៅទីបំផុតឯងក៏បានត្រឡប់មកវិញដូច្នេះហើយលីនឈីយេខ្ញុំត្រូវការជំនួយពីឯងប្រយុទ្ធជាមួយនឹងខ្ញុំឈីយេក៏បានប្រាប់ថាដោយសារតែឯងបាននាំយើងឆ្លងកាត់កន្លែងអក្រិតកម្មចំនួន4រួចទៅហើយឯងក៏គួរតែដឹងពីអ្វីដែលខ្ញុំកំពុងតែបារម្ភបំផុតឥឡូវនេះដែរអានជីងយូក៏បាននិយាយថាករណីកាត់ម្រាមដៃឯងបានយល់វា95%នៃតម្រុយរួចទៅហើយ5%ដែលនៅសល់គឺនៅជាមួយនឹងខ្ញុំត្រូវការជំនួយពីឯងដើរចូលទៅរាល់ជំហានគឺបានបញ្ចេញនៅការបង្កជីយេក៏បានសួរហេតុអ្វីបានជាអានជីងយូទទូចចង់ធ្វើបែបនេះដោយចង់ប្រយុទ្ធជាមួយនឹងគាត់អានជីងយូក៏បានប្រាប់ថាពីព្រោះគាត់ចង់សាកល្បងដែនកំណត់របស់គាត់ហើយជីយេគឺជាមនុស្សតែម្នាក់គត់ដែលគាត់ស្គាល់នៅក្នុងទីក្រុងនេះមិនទាន់រកឃើញពីដែនកំណត់ដាវរបស់គាត់ក៏បានចាក់ទៅជាមួយនឹងខែលការពាររបស់ជីយេក៏បានបញ្ចេញដាវមកហេតុផលតែប៉ុណ្្នឹងទេអានជីងយូលេនជីយេអត្រារីកចម្រើនរបស់លោកគឺលឿនពេកខ្ញុំកំពុងតែគិតថាប្រសិនបើខ្ញុំអាចមានឱកាសនៅក្នុងការប្រយុទ្ធមួយនេះខ្ញុំអាចនឹងស្វែងយល់ពីឯងឲ្យបានច្រើនជាងមុនជីយេក៏ថាស្វែងយល់ពីខ្ញុំប្រហែលជាវាមិនអាចនោះទេបង្ហាញខ្លួនពីខាងក្រោយបំបែកដាវតករបស់អានជីងយូខ្ទេញជីងយូក៏បានប្រើកំបិតវះកាត់ប៉ុន្តែក៏ត្រូវបានជីយេរុញដៃឲ្យប៉ះទៅលើមុខទៅគាត់ក៏ចង់សំទោសប៉ុន្តែអានជីងយូថាមិនអីនោះទេវាគ្រាន់តែជាការធ្វើប្រហែសរបស់គាត់ប៉ុណ្ណោះឃើញថាមុខរបស់គាត់ក៏បានប្រែទៅជាធម្មតាវិញជីយេក៏បានដឹងគឺជាសមត្ថភាពស្ដារឡើងមកវិញអានជីងយូប្រាប់ថានេះគឺជាការស្ដារឡើងមកវិញដែលគាត់ដកស្រង់ចេញពីសភាវៈអាចកំបាំងមួយទៀតជីយេក៏ថាដោយសារតែឯងចូលចិត្តវិភាគនៅសភាវៈអាចកំបាំងនិងអាណាចក្រហាមឃាត់ពិសេសបែបនេះហេតុអីបានជាមិនចូលរួមជាមួយនឹងក្រុមការពាររាត្រីទៅអានជីងយូប្រាប់ថាគាត់គ្មានចំណាប់អារម្មណ៍នោះទេក្រុមការពាររាត្រីគឺមានច្បាប់ច្រើនពេកខ្លួនគាត់ផ្ទាល់វិញគឺចូលចិត្តវិភាគនៅសភាវៈអាចកំបាំងតាមចិត្តដែលគាត់ចង់ប៉ុណ្ណោះក្រៅពីនេះតើជីយេក៏ថាពួកគេនឹងឲ្យគាត់វិភាគសាកសមរបស់សភាវៈអាចកំបាំងទាំងអស់ហ្នឹងដូចជាអ្នកវិទ្យាសាស្ត្រឈ្គួតដែរទេជីយេក៏សរសើរថាអានជីងយូក៏ពិតជាមានការយល់ដឹងច្បាស់លាស់
នឹងដឹងអំពីគោលចំហជាមូលហេតុដែលគេចង់ដឹងអំពីគាត់ជាការប៉ុណ្ណាអានជីងយូគឺពិតជាចង់ដឹងខ្លាំងមែនទែនពីអាចកំបាំងដែលលាក់នៅក្នុងខ្លួនរបស់ឈីយេទាញព្រួយទឹកកកមួយបាញ់ទៅឈីយេក៏បានថាចង់ដឹងស្រាវជ្រាវពីខ្ញុំបំភ្លេចចោលទៅព្រោះខ្ញុំមិនចាញ់នោះទេហើយឯងក៏គ្មានឱកាសស្វែងយល់ពីខ្ញុំនោះដែរបញ្ចេញរំពាត់ទឹកកកមកវាប្រហារបន្តឈីយេក៏បានថាមានអាណាចក្រហាមឃាត់ច្រើនមិនមែនមានន័យថាខ្លាំងនោះទេក៏វាក៏ទៅសមត្ថភាពប្រយុទ្ធរបស់ឯងគួរតែមិនមែនត្រឹមនេះទេមែនទេអានជីងយូបង្វិលខ្លួនមកជុំបង្កើតទៅជាព្រួញទឹកកកប្រមូលផ្ដុំធម៌ពលយ៉ាងខ្លាំងអញ្ចឹងសាកល្បងមើលទៅមកព្រួញបាញ់ឡើងទៅលើមេឃបន្ទាប់មកព្រួញទឹកកកជាច្រើនបានទម្លាក់ចុះមកឈីយេក៏ថានេះបានគួរចាប់អារម្មណ៍បន្តិចឈីយេបានប្រើសមត្ថភាពរបស់នេះគឺនៅពេលរាត្រីរបស់គាត់បង្វាយគ្រាប់ព្រួញទឹកកកហ្នឹងវាប្រហារទៅកាន់អានជីងយូវិញធ្វើឲ្យអានជីងយូក៏បានចាប់ផ្ដើមកិនដឹងថាសមត្ថភាពរបស់លីនឈីយេគឺពិតជាខុសគ្នាទាំងស្រុងពីមុនអ្នកទាំងពីរក៏បានស្ទុះទៅលីនឈីយេខ្ញុំចាប់ផ្ដើមផន់ច្រឡំហើយឯងពិតជាអាចប្រើវេទមន្តបានដាវនឹងលបឿនរបស់ឈីយេបន្តកិញពីដុំទឹកកករបស់អានជីងយូឆ្លើយតបថាបើឯងចង់វិភាគរឿងនេះតាមរយៈការប្រយុទ្ធយើងសូមរំលឹកឯងទៅចុះនេះគឺជាឱកាសចុងក្រោយរបស់ឯងហើយអានជីងយូក៏បានប្រាប់ថាឯងមើលទៅគឺខ្លាំងជាងថ្ងៃចូលឆ្នាំនោះហាក់ដូចជាឯងប្រហែលជាទទួលបាននៅធម៌ពលថ្មីបន្តកិញពីព្រួញទឹកកករបស់អានជីងយូបន្ទាប់មកក៏រលែងខ្លួនអណ្ដាតឡើងទៅលើធម៌ពលចាស់មកអានជីងយូហាក់ដូចជាបានឃើញឥទ្ធិពលរបស់អាទិទេពទាំង3លឹកបន្តិចដឹងខ្លួនឡើងមកវិញផ្លែដាវរបស់ឈីយេនៅពីលើក្បាលទៅហើយឈីយេក៏ថាទោះបីជាខ្ញុំចង់បន្តនិយាយជាមួយនឹងឯងក៏ដោយប៉ុន្តែសំទោសតែឡើយឯងអាចប្រាប់យើងបានទេហើយពេលនោះភ្នែករបស់អានជីងយូឡើងក្រហមអ្នកទាំងគ្នាហើយអ្នកទាំងគ្នាត្រូវចាំកន្លែងនេះទុកព្រោះវាពាក់ព័ន្ធទៅថ្ងៃអនាគតទៀតអានជីងយូក៏បានប្រាប់ថាតាមពិតទៅគាត់ក៏បានទៅហាងស្រាដើម្បីស៊ើបអង្កេតមុនពេលមានហេតុការណ៍ដែរនៅពេលនោះគាត់កំពុងតែតាមដានសកម្មភាពរបស់កូនបិសាចមុខខ្មោចនៃការកាត់ទាំងដងប៉ុន្តែគាត់មិនរំពឹងនោះទេថាអ្នកបម្រើនៅក្នុងហាងស្រានោះត្រូវបានសម្លាប់ពេលដែលគាត់ត្រឡប់មកដល់កន្លែងកាត់ហេតុវិញដោយដែលឯងបានឃើញអញ្ចឹងហើយគាត់ក៏បានកត់សម្គាល់ឃើញពីការហូរឈាមមិនប្រក្រតីផងដែរប៉ុន្តែមុនពេលដែលខ្ញុំប្រមូលព័ត៌មានបានបន្ថែមឯងក៏បានមកដល់ជាមួយនឹងមូបាត់ទៅហើយខ្ញុំមានតែរកឱកាសមួយផ្សេងទៀតបន្ទាប់ពីខ្ញុំទទួលបានសាកសពរបស់ជនរងគ្រោះខ្ញុំក៏មានការសង្ស័យបន្ថែមទៀតខ្ញុំបានប្រើវិធីសាស្ត្រមួយចំនួនដើម្បីបញ្ជាក់អំពីចំណុចសង្ស័យដំបូងទោះបីជាឈាមទាំងអស់នៅក្នុងតំបន់ដែលអាចមើលឃើញនៅក្នុងហាងស្រាបូកបញ្ចូលគ្នាក៏ដោយវាក៏មិនគ្រប់គ្រាន់ដែលឈានទៅដល់ចំណុចមួយនៃការបាត់បង់ឈាមចាប់តាំងពីការកាត់ហេតុរហូតមកដល់ជនរងគ្រោះត្រូវបានរកឃើញនោះទេដូច្នេះហើយខ្ញុំកំណត់ថាហាងស្រាគឺមិនមែនជាកន្លែងកាត់ហេតុដំបូងនោះឡើយឈីយេក៏ឆ្ងល់ថានេះឯងចង់មានន័យថាមធ្យោបាយរបស់ឯងគឺកាត់ម្រាមដៃរបស់ឯងលេនឈីយេសម្បកក្រៅនៃបញ្ហាមួយនេះវាមិនស្មុគស្មាញប្រមាណនោះទេអ្វីដែលខ្ញុំព្រួយបារម្ភបំផុតនោះគឺបញ្ហាដែលលាក់នៅពីក្រោយរឿងសាមញ្ញមួយនេះវាគឺជាបញ្ហាដែលអាក្រក់ជ្រៅជាងនេះទៅទៀតព្រោះយាយឈីយេក៏បានរាយការណ៍ទៅកាន់ឈិនម៉ូយេតែម្ដងប្រធានក្រុមក៏បំណងពិតប្រាកដអាចជាពិធីចម្លែកមួយទៅលើរាងកាយរបស់ជនរងគ្រោះបន្ទាប់ពីឃាតកម្មគាត់ក៏បានហៅទៅកាន់វូសេណានកញ្ចាវូស្វែងរកឯកសារនិយាយអំពីកូនបិសាចមកខ្មោចការកាត់ទាំងដំឈីយេក៏មានតម្រុយដែរហងយីងក៏បានសួរប្រធានក្រុមមានរឿងអីគាត់ក៏បានប្រាប់ថាករណីលើកនេះអាចតាក់ទងទៅនឹងពិធីដែលវាពាក់ព័ន្ធវូសេណានក៏បានរកឃើញល្មមយោងទៅតាមឯកសារមុនពេលអាប់ធ្លាក់ចុះពិតជាមានពិធីសាសនាមួយមែនដែលវាអាចបង្កើនកម្លាំងខ្មោចដែលខ្សោយភ្លាមដោយការបូជាព្រលឹងរបស់មនុស្សដើម្បីបញ្ចប់ពិធីមួយនេះមនុស្សម្នាក់ត្រូវបូជាព្រលឹងមនុស្សជារៀងរាល់ថ្ងៃ2ថ្ងៃម្ដងដោយការកាត់ម្រាមដៃទាំង10របស់ពួកគេក្នុងរយៈពេល10វិនាទីមុនពេលដែលសម្លាប់ពួកគេហើយត្រូវតែប្រកាសថាជើងរបស់ជនរងគ្រោះគឺមិនប៉ះទៅនឹងដីនោះទេនៅពេលដែលស្លាប់ហើយពេលវេលានៃការស្លាប់គឺត្រូវតែជាម៉ោង 3:33 នាទីពេលព្រឹងហើយពិតជាមានកូនបិសាចមកខ្មោចនៃការកាត់ទាំងដំបានបូជាមនុស្សជាបន្តបន្ទាប់ដើម្បីសម្រេចបាននិងឈានទៅដល់កម្រិតសមុនពួកគាត់ពិតជាភ្ញាក់ផ្អើលមនុស្សសាមញ្ញជាច្រើនត្រូវបានសម្លាប់ដើម្បីតែពួកវាឡើងកម្រិតលើពីនេះយោងទៅតាមទិន្នន័យដើម្បីបញ្ចប់នៅពិធីមួយនេះវាគឺត្រូវតែសម្លាប់មនុស្សរាប់រយនាក់ក្នុងពេលតែមួយធ្វើឲ្យពួកគាត់គឺបារម្ភតែម្ដងមនុស្សរាប់រយនាក់ដូច្នេះហើយតើទីតាំងពិធីបន្ទាប់របស់ពួកគេនៅឯណាទេឈីយេក៏កំពុងតែតាក់ទងមកប្រធានក្រុមខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ទីតាំងពិធីបន្ទាប់ហើយអានជីងយូក៏ប្រាប់ថាផ្អែកទៅលើការវិភាគកន្លែងកាត់ហេតុពីមុនដោយប្រើចំណុចកណ្ដាលនៃទីក្រុងឆាងណានជាចំណុចសម្គាល់កាយទាំង5ក៏មានន័យថាធាតុទាំង5ទឹកឈើភ្លើងដីដែកក៏ដូចជាភពប្រហោះភពអង្គារភពសៅរ៍ភពសុក្រនិងភពពុទ្ធនីមួយៗគឺមានតំបន់ផ្សេងគ្នាដូច្នេះទីតាំងបន្ទាប់គឺជាសហគមន៍ជីងវ៉ាន់នៅទីនោះគឺមានចំនួនប្រជាជនប្រមាណជា 2000 នាក់ផ្ទៃដីដ៏ស្មុគស្មាញគឺជាគោលដៅល្អបំផុតសម្រាប់ធ្វើពិធីបូជាឈិនម៉ូយេក៏បានបញ្ជាគ្រប់គ្នាចេញដំណើរបែងចែកគ្នាដើម្បីស៊ើបអង្កេតទីតាំងដែលគួរឲ្យសង្ស័យយើងត្រូវតែបញ្ចប់ពិធីឲ្យបានឈិនម៉ូយេក៏ឆ្លៀតសួរមកកាន់ឈីយេបន្តិចដែរតើសម្លាញ់នៅក្បែរឈីយេនឹងអាចទុកចិត្តបានដែរទេឈីយេក៏ប្រាប់ថាកុំបារម្ភអីប្រធានក្រុមខ្ញុំនឹងតាមដានគេវូសៀណានគាត់ក៏កំពុងតែតាមដានតាមរយៈផែនទីពីចម្ងាយផងដែរបន្ទាប់មកព័ត៌មានពីទីស្នាក់ការកណ្ដាលរបស់អ្នកការពាររាត្រីក៏បានបញ្ជូនមកដោយសារតែក្រុមរបស់ពួកគាត់ពិនិត្យមើលព័ត៌មានទាក់ទងទៅនឹងឯកសារពិធីរបស់កូនខ្មោចនៃការកាត់ទាំងដំអញ្ចឹងហើយខាងទីស្នាក់ការក៏ធ្វើសមូហកម្មរបាយការណ៍ស៊ើបអង្កេតជាសម្ងាត់ទៅតែ
អាប់ដេតថ្មីៗឯកសារពីមុនគឺបានកត់ត្រាអំពីពិធីបូជារបស់កូនបិសាចមុខខ្មោចនៃការកាត់ទាំងដងដែលត្រូវបានកំណត់ចំពោះការបង្កើននៅកម្រិតរបស់វាប៉ុណ្ណោះប៉ុន្តែក៏សូមចំណាំដែរវាក៏មានពិធីបូជាបញ្ច្រាស់មួយទៀតនៅពេលដែលក្រុមរបស់ពួកគាត់រកឃើញពីដានរបស់កូនបិសាចមុខខ្មោចហុងយីងក៏បានតាមទៅគណៈពេលដែលវូសៀណានក៏បានប្រាប់ថាប្រយ័ត្នអ្នកទាំងគ្នាមានករណីពិសេសមួយទៀតកូនបិសាចមុខខ្មោចនៃការកាត់ទាំងដងវាអាចបូជាខ្លួនឯងបានដោយផ្ទាល់ក្រោយមកពួកគាត់ក៏បានរកឃើញថាកូនបិសាចមុខខ្មោចទាំងអស់ហ្នឹងគឺវាបានស្លាប់ក្នុងចំនួនដ៏ច្រើនទាំងមិនដឹងមូលហេតុធ្វើឲ្យពួកគាត់ហ្នឹងគឺចាប់ផ្ដើមសង្ស័យតែម្ដងហុងយីងក៏បានប្រាប់ឥឡូវនេះគឺលែងអាចតាក់ទងជីយេបានទៀតហើយនៅខាងជីយេកំពុងតែធ្វើដំណើរធម្មតានោះទេប៉ុន្តែក៏ស្រាប់តែពេលនោះមានសភាវៈអាចកំបាំងមួយទៀតគឺវាបានបង្ហាញខ្លួននៅចំពោះមុខឡានរបស់គាត់តែម្ដងបើការវាយប្រហារពួកគាត់ទាំងពីរក៏បានលោតចេញគាត់នឹកថាការបូជារបស់កូនខ្មោចនៃការកាត់ទាំងដងពិតជាបានកោះហៅនៅអាក្បាលធំនៃកម្រិតទន្លេកំពូលពិតមែនគោលបំណងរបស់វាមើលទៅប្រហែលជាបញ្ចប់ពួកយើងមុនពេលដែលពិធីចាប់ផ្ដើមជីយេនិងអានជីងយូក៏បានវាយប្រហាររួមគ្នាពិធីគឺជិតចប់ហើយយើងត្រូវតែដោះស្រាយវាជាមួយនឹងគ្នាស្រែកមួយវ៉ាស់ពួកគាត់ខ្ទាតទៅវាដាក់បាត់ដៃទៅកាន់ជីយេគាត់ក៏បានប្រើដាវរងខណៈពេលដែលអានជីងយូចាក់ពីក្រោយវាមិនកើតអីនោះទេងាកទៅដាក់គាត់ម្ដាយម៉ាំងជីយេក៏បានដឹងកូនបិសាចមុខខ្មោចនៃការកាត់ទាំងដងនិងស្ដេចបិសាចមុខខ្មោចវាគ្មានខួរក្បាលនឹងរៀបចំផែនការទាំងអស់នេះនោះទេឥឡូវតោះពួកយើងស្វែងរកជនល្មើសពិតប្រាកដអ្នកទាំងពីរក៏បានបន្តសហការគ្នាអានជីងយូក៏បានរៀបរាប់ប្រាប់ថាកាលពេលមុនគាត់បានប្រើសមត្ថភាពបង្កើតឡើងមកវិញក្នុងល្បឿនលឿនដើម្បីបង្កើតឡើងនៅកន្លែងកើតហេតុដោយប្រើខ្លួនគាត់ផ្ទាល់ជាគំរូដូច្នេះក៏ដឹងថាករណីទី4មិនដូចជាសាកសពទាំង3ដែលជាករណី3មុននោះទេស្នាមកាត់ម្រាមដៃនៅលើសាកសពនេះបែរមុខចេញពីជញ្ជាំងផ្ទុយទាំងស្រុងពីទិសដៅនៃស្នាមកាន់ដែលគួរតែចូលទៅខាងក្នុងនៅពេលដែលម្រាមដៃត្រូវបានកាត់បន្ទាប់ពីត្រូវបានដាក់លីកូលចូលទៅក្នុងដៃនេះក៏បានបង្ហាញថាសុនសៀវពិតជាត្រូវបានកាន់មុនពេលដែលគេដំភ្ជាប់ទៅនឹងជញ្ជាំងដែលពន្យល់ពីបរិមាណឈាមមិនប្រក្រតីនេះដែរហាងស្រានោះក៏មិនមែនជាកន្លែងកាត់ហេតុសុនសៀវត្រូវបានគេធ្វើឃាតនៅកន្លែងផ្សេងការសន្និដ្ឋានទាំងនេះគឺផ្ទុយទាំងស្រុងពីអ្វីដែលយើងបានឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពដូច្នេះហើយប្រសិនបើយើងត្រូវបានគេបង្ហាញឲ្យឃើញអំពីទ្រង់ទ្រាយនៃការកាត់ហេតុនេះដោយចេតនានោះយើងគួរតែកែតម្រូវនៃទស្សនៈរបស់យើងនិងការគិតឡើងមកវិញអំពីវីដេអូដែលនាំឲ្យពួកយើងមានការភ័ន្តច្រឡំនិងរកឃើញថាមានអ្វីមួយខុសគ្នាសុនសៀវនៅក្នុងវីដេអូប្រហែលជាមិនត្រូវបានសម្លាប់នោះទេផ្ទុយទៅវិញម្រាមដៃរបស់គេដែលត្រូវបានកាន់វាក៏បានព្យាបាលឡើងមកវិញយ៉ាងឆាប់រហ័សដាច់គោលដែលបានដំវាក៏ត្រូវបានបង្វែរដោយជាលការសាច់ដុំមិនត្រូវបានដាំចូលទៅក្នុងខ្លួនដោយដែលយើងបានឃើញនោះឡើយហើយវាក៏មិនមែនកើតឡើងដោយសារតែមនុស្សដែលយើងមើលមិនឃើញឬក៏សមត្ថភាពពីអាណាចក្រហាមឃាត់ដែលរៀបចំនោះទេម្រាមដៃរបស់គេបានដោះឡើងមកវិញបន្តិចម្ដងមិនត្រូវបានស៊ីឡើយរាងកាយរបស់គេក៏បានដួលទៅលើដីបន្ទាប់មកបានផ្លាស់ទីទៅមុខមួយជំហានម្ដងត្រឡប់ទៅកាន់កន្លែងដើមវិញនិយាយបដាប្រយុទ្ធចាត់ការទៅកាន់ស្ដេចបិសាចមុខខ្មោចនេះបដាជាមួយនឹងជីយេហើយក៏បានបន្តថាត្រឡប់ទៅមុនហេតុការវិញមានសញ្ញារំខានមួយប្រហែលជាអាចមើលរំលងនេះក៏បង្ហាញថាសុនសៀវនៅក្នុងវីដេអូប្រហែលជាមិនមែនជាសុនសៀវតាំងពីដើមមកនោះទេគេគួរតែជាមនុស្សដែលមានសមត្ថភាពព្យាបាលឡើងមកវិញដូចជាខ្ញុំក្នុងល្បឿនលឿនហើយមើលទៅគ្រប់យ៉ាងទាំងអស់គឺរៀបចំដោយសារតែគេបន្ទាប់ពីសម្រាប់សុនសៀវដូច្នេះវាមិនមែនគ្រាន់តែជាស្ដេចបិសាចមុខខ្មោចនៃការកាន់ទាំង10ទេដែលប្រើដើម្បីបំផន់ស្ថានភាពមួយនេះប៉ុន្តែវាក៏ជាវីដេអូដែលបានថតនៅក្នុងយប់កើតហេតុដោយធ្វើជាភ្លេចបិទនៅការថតដោយចេតនាពួកគាត់ក៏បានយល់តែម្ដងគឺជាម្ចាស់ហាងស្រានោះឯងឥឡូវនេះម្ចាស់ហាងស្រាគាត់ក៏បានឡើងមកលើយន្តហោះដែលមានអ្នកដំណើរជាច្រើនអានជីងយូក៏ធ្វើការវិភាគទៀតមានតែគាត់នោះទេដែលមានពេលវេលានិងឱកាសក្នុងការក្លែងបន្លំឈុតឆាកនៅក្នុងការប្រយុទ្ធនេះវិញជីយេក៏បានកោះហៅម៉ូចេញមករះយកកំតិចទៅកាន់បន្លាឈាមរបស់ស្ដេចបិសាចមុខខ្មោចនោះខ្ទេចវាក៏បានដាក់ម្ដាយទៅនឹងដីបង្កើតទៅជាក្បួនអានជីងយូដឹងថាវាត្រូវបានបង្ខំដល់ដែនកំណត់ហើយគាត់ក៏បានប្រើកាំបិតវះកាន់បង្កើតទៅជាទឹកកកបង្កក់ទៅកាន់ដៃរបស់វាម្ខាងជីយេក៏បានប្រើធម្មពលរបស់អាទិទេព Michael ដែលជាពន្លឺពណ៌មាសស្ទុះទៅឆ្លៀតរកានេះចាត់ការវាចោលកិច្ចការបន្ទាប់គឺយើងត្រូវតែស្វែងរកម្ចាស់ហាងគាត់មិនបានបង្ហាញខ្លួននៅក្នុងសហគមន៍ជាងវ៉ានេះទេគាត់ក៏បានភ្ជាប់ទំនាក់ទំនងរាយការណ៍ប្រាប់ទៅកាន់ក្រុមរបស់គាត់ប្រាប់ថាម្ចាស់ហាងស្រាគឺជាជនល្មើសពិតប្រាកដហុងយីងក៏បានអរមែនទែនជីយេទីបំផុតតាក់ទងឯងបានវិញហើយវូសៀវណានក៏ប្រាប់20នាទីមុនពួកយើងទទួលបានដំណឹងថាម្ចាស់ហាងស្រាបានទិញសម្បត្តិយន្តហោះកំពុងតែចាក់ចេញពីទីក្រុងឆាងណានហើយម៉ូគឺជាអ្នកដែលនៅជិតទីតាំងរបស់គាត់បំផុតក៏កំពុងតែដេញតាមរកគាត់ដែរជីយេក៏ប្រាប់ថាម្ចាស់ហាងស្រាគេមិនបោះបង់ចោលនៅពិធីរបស់គេនោះទេសហគមន៍ជីងវ៉ានគឺជាទីតាំងនៃពិធីចុងក្រោយអនុប្រធានក្រុមតើលោកអាចពិនិត្យមើលផែនទីហោះហើរបានដែរទេបន្ទាប់ពីបានពិនិត្យមើលគាត់គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅលើយន្តហោះនារីអូតេសក៏កំពុងតែលួងលោមក្មេងហើយនឹងធ្វើកិច្ចការរបស់ខ្លួនជាបន្តបន្ទាប់ទៅម៉ូក៏បានឡើងមកដល់ទាំងបញ្ញាបញ្ញាលដូច្នេះដោយតម្រៀបតម្រុយទាំងអស់ទីតាំងចុងក្រោយនៃពិធីគឺមិនមែននៅលើដីនោះទេប៉ុន្តែគឺនៅលើអាកាសជីយេនិងអានជីងយូមានតែធ្វើដំណើរដើរដេញដោយធ្វើការលោតផ្លោះពីអគារមួយទៅអគារមួយតាំងពីដំបូងមកគេបានបង្ហាញខ្លួនឯងដោយចេតនាទៅកាន់អ្នកការពាររាត្រីដរាបណាអ្នកការពាររាត្រីគ្រប់គ្រងព្រឹត្តិការណ៍អាចកំបាំងនេះគាត់គឺអាចតាក់ទាញ
ទាញពួកគេទៅកាន់សហគមន៍ជាងវ៉ាន់ដើម្បីបូជាម៉ូម៉ូក៏កំពុងតែដើរស្វែងរកបានជួបប្រទេសហើយប៉ុន្តែគ្រប់យ៉ាងគឺក្រោមការគ្រប់គ្រងរបស់ម្ចាស់ហាងស្រាបាត់ទៅហើយគាត់បានគ្រប់គ្រងសូម្បីតែអ្នកបើកយន្តហោះជើងហោះហើរក៏បានចាប់ផ្ដើមប៉ុន្តែវាគឺមើលទៅមិនធម្មតាខាងពលានយន្តហោះក៏បានសុំឲ្យអ្នកបើកបរយន្តហោះឆ្លើយតបផងប៉ុន្តែគឺពួកគេមិនអាចឆ្លើយតបបានឡើយឈីយេក៏បានដឹងដោយអំណាចនៃការដាស់នេះអ្វីដែលគេអាចដាស់មកបានយ៉ាងហោចណាស់ក៏ជាសភាវៈអាត់កំបាំងនៃកម្រិតសមុទ្រដែរអានជីនយូក៏បានប្រាប់ថាលេនជីយេយន្តហោះមួយនឹងវាលឿនពេកហើយយើងប្រហែលជាមិនអាចតាមតាន់ពួកគេបាននោះទេជីយេថាសុំទោសគាត់បានលោតទម្លាក់តែម្ដងលោតឡើងមកវិញដោយជិះជាមួយនឹងអាជូអមជាមួយនឹងតន្ត្រីគឺពិតជា cool ខ្លាំងមែនទែនប៉ុន្តែសោកស្ដាយដែលមិនអាចដាក់នៅលើ YouTube បានប្រាប់ម៉ូម៉ូដាក់ខ្លួនរបស់អាជូទៅក្នុងកណ្ដុងកំភ្លើងបាញ់ពួកគាត់តម្រង់ទៅរងគោលដៅរបស់យន្តហោះអានជីនយូក៏ចំអតើឯងពិតជាគាត់ថាចង់ប្រើសត្វពីងពីងដើម្បីដេញតាមឲ្យតាន់យន្តហោះមែនទេមើលទៅប្រហែលជាឯងមើលរឿងច្រើនពេកទៅដឹងធ្លាក់ចុះមកក្រោមអាជូក៏ព្យាយាមបាញ់សំណាញ់ពីងពីងទៅជាប់នៅចុងអាគារហើយបានសម្រេចពិតមែនសណ្ដោងរាងកាយក្រវ៉ាត់ឡើងទៅលើហោះតាមយន្តហោះទៅគាត់ប្រាប់ថាតាំងឲ្យជាប់សាច់រឿងនៅក្នុងភាគទី11ក៏បានស្លេះត្រឹមតែប៉ុណ្ណឹងរងចាំទស្សនានៅភាគក្រោយអត់មានដឹងថាអ្នកក្លាហានប្រហែលជាបានមើលរឿងពេញអស់ហើយប៉ុន្តែហ្នឹងហើយមានតែរងចាំអរគុណច្រើនកុំភ្លេចជួយចុច like និង subscribe យើងចាំជួបគ្នានៅវីដេអូក្រោយ